សំណាក់មេតកខ្មែរសងបាយមុខទៅរកច្រកព្រំដែនអានសេសស្រែកឲ្យកូនខ្មែរចង់ចាំទុកយោធាថៃបានយកគ្រឿងចាក់ចូលឈូសឆាយគំតិចរូបសំណាក់តាអ៊ុំដែលសង់នៅរំវង់មូលច្រកអានសេសស្ថិតក្នុងភូមិអានសេសឃុំជាំខ្សានស្រុកជាំខ្សានខេត្តព្រះវិហារហើយអ្វីយោធាថៃស្អប់លោកតាអ៊ុំម្លេះតាប្រវត្តិរូបសំណាក់លោកតាអ៊ុំមានអ្វីពាក់ព័ន្ធគំនុំអតីតកាលរវាងខ្មែរសៀមព្រះរាជគុណសួនសុភាបានឲ្យដឹងថាតាមប្រវត្តិរឿងព្រេងខ្មែរក្នុងសម័យអង្គរលោកតាអ៊ុំគឺជាមេតកខ្មែរដ៏ខ្លាំងពូកែម្នាក់នៅសម័យសង្គ្រាមលោកបានដឹកនាំទ័ពសេះដ៏អង្អាចជាង 2000 នាក់ទៅទិសខាងជើងដើម្បីទៅបង្ក្រាបទ័ពសៀមបន្ទាប់ពីបានធ្វើដំណើរមកដល់ចំណុចច្រកនេះលោកក៏បានបញ្ជាឲ្យកងទ័ពទាំងអស់ឈប់អានសិនដែលមានន័យថាឈប់សម្រាកសិនទ័ពសេះទ័ពស្រួចឡាក់បើតាមវចនានុក្រមសម្ដេចជួនណាតអានសេះមានន័យថាកែបសេះឲ្យឈប់សម្រាកចំនួន3ថ្ងៃដើម្បីរៀបក្បួនវាយលោកទប់ទល់នឹងកងទ័ពប្រទេសសៀមទទួលបានជោគជ័យបន្ទាប់ពីនោះមកឈ្មោះនោះក៏បានតមកដល់បច្ចុប្បន្នចាប់ពីពេលនោះមកច្រកទ្វារទីនោះបានជាប់ឈ្មោះមកជាច្រកទ្វារអានសេះដែលជាច្រកចេញធ្វើសឹកនឹងការឈ្លានពានពីសៀមផងជាច្រកពាណិជ្ជកម្មដ៏សំខាន់ជាមួយសៀមផងច្រកអានសេះស្ថិតនៅភាគខាងជើងស្រុកជាំខ្សានមានចម្ងាយពីរួមស្រុកប្រមាណ24 គីឡូម៉ែត្រលើក្នុងភ្នំដងរែកជាប់ព្រំប្រទល់ខេត្តឧបលប្រទេសថៃរូបសំណាក់តាអ៊ុំដែលកសាងនៅលើច្រកអានសេះដោយយោធាតំបន់សឹករងព្រះវិហារក្បែរមាត់ច្រកទ្វារនៅក្នុងទឹកដីកម្ពុជាហើយដែលកន្លងទៅទីហ៊ានសៀមតែងតែចោទខ្មែរថាបានសាងសង់រំលោភ MOU ឆ្នាំ 2000 នោះដោយខុសកិច្ចសន្យាហេតុដូច្នេះទើបយោធាថៃតែងតែចង់វាយកំទេចរូបសំណាក់លោកតាអ៊ុំនេះក្នុងចំនួនពីលើកកាលពីថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដានិងថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025កន្លងមកនេះ